យើងមកមើលពូម្នាក់នេះគាត់បងសំណាញ់បងប្អូនគឺថាគាត់បងសំណាញ់កវងហ្មងអត់មានអុយសល់សាច់កន្លែងណាទេឥឡូវអ្នកខាងលើនេះដាក់មួយសំណាញ់ទៀតបងប្អូនអើយមកបងត្រីរៀលលើកដល់អាស័យចឹកយ៉ាងនេះឃើញតែម្នាក់ត្រីកន្លះទ្រុងអស់ហើយចង់ពេញហើយទ្រុងនឹងធំដែរណាទ្រុងចូលចង់5 10គីឡូ20គីឡូបាទអ្នកខ្លះក៏ដាក់ធុងដាក់ក្រុងអីចឹងទៅហើយចំណែកគាត់នេះគឺស្មាត់បងសំណាញ់មិញគឺបាទនេះគឺពូត្រុញបាទគាត់បងសំណាញ់ស្អាតហ្នឹងមិញគាត់ដាក់ភូមិជាមួយខ្ញុំដែរនេះបាទឥឡូវយើងឃើញថាត្រីរៀលនៅខាងលើនេះ3ក្បាលហើយបាទហើយខាងលើ3ក្បាលប៉ុណ្ណឹងចុះខាងក្រោមមានប៉ុណ្ណាតោះយើងទៅមើលដល់គ្នាបាទត្រីឡើងសបាយបងប្អូនអើយអត់តែមានទឹកធ្លាក់ខ្លាចតែថារីងទឹកអស់ទៅនេះខាងក្រោមមាន2 3ទេបងប្អូនតាមប្រយុងសុទ្ធតែរៀលរៀងស្ទើដែរទេបាទ7 8 4 10ត្រីទាំងលើទាំងក្រោម